ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូពីភ្នំព្រឹកបងប្អូនបន្ទាប់ពីចូលឆ្នាំចប់ទៅបងប្អូនណាថ្ងៃនេះឆ្លៀតបានដើរលេងជាមួយលោកគ្រូតឹមគង់នាំមកជើងភ្នំព្រឹកឃើញថាទេសភាពស្អាតណាបងប្អូនណាសួនមានផ្កាមានប្រទាលមានអូស្អាតធម្មជាតិបាទតែមុននឹងយើងចូលមកគឺយើងទៅចាយលុយអស់ម្នាក់ 4000 រៀលណា 4000 រៀលមិនអីទេបងប្អូនសមល្មមយើងអាចចូលលេងបានជាការចូលរួមជួយលើកស្ទួយវិស័យទេសចរនៅក្នុងតំបន់យើងផងបាទហើយហ្នឹងហើយបងប្អូនធម្មជាតិគឺស្រស់ស្អាតនៅទីនេះបាទខ្ញុំរីកមិនចង់ឲ្យបងប្អូនទាំងអស់គ្នាទៅលេងកម្សាន្តណាទៅទីនោះឲ្យបានគ្រប់គ្នាណាទទួលបានបរិយាកាសល្អខ្យល់បរិសុទ្ធទេសភាពស្អាតមានកន្លែងថតរូបល្អស្អាតហើយក៏ជាការចូលរួមលើកស្ទួយវិស័យទេសចរនៅក្នុងតំបន់យើងផងដែរនេះបងប្អូនគេដាក់ថា Welcome I love you Cambodia បាទចងជាមួយដើមស្នៃនិយាយទៅការរៀបចំទីនោះគឺស្អាតមានកញ្ចុះមានបងយើងអាចអង្គុយបាន 4-5 នាក់កម្មយតាឡើងទៅមើលពីក្រោមទៅបងប្អូនកម្មយតាហ្នឹងណាកម្មយតាមិញបងនេះកម្មយតានេះបងប្អូនមើលទៅដូចឡើងទៅឋានសួគ៌អញ្ចឹងទៅលើហ្នឹងគឺឃើញពពកតែម្ដងឃើញទេបងប្អូនស្អាតបាទហើយមានកញ្ចុះអង្គុយបាន 4-5 នាក់ផឹកកាហ្វេជជែកគ្នានិយាយរឿងក្នុងចិត្តអីជាដើមកូចគុណនៅស្រែចម្ការកូចគុណទៅភ្នំនិងទទួលបានខ្យល់បរិសុទ្ធទេសភាពស្អាតអញ្ចឹងបងប្អូនអាចទស្សនាបន្តទៀតបានណាបងប្អូនណាសំឡូតក៏រៀងជួបបីរតែមានភ្លៀងឲ្យនាងបានស្គាល់តាស្ដាជ្រៃសៃមកចាប់ការស្ពានយល់កូនភ្នំខែបលនឹកបណ្ដោលសង្សារសន្តិភាពព្រៀបស្មើកែវនេត្រាអនិច្ចាចំការលហុងប្រឡាយអង្គបានផ្ញើប្រានផ្ញើចិត្តផ្ញើក្តីអាណិតអត់មានរសាយសំពៅលូនអូនសូមផ្ញើចិត្តកាយពេលភ្លៀងខ្លាំងពេកពេលមេឃមើលផ្កាយថ្នល់បត់មានប្រវត្តិវែងឆ្ងាយណលបែងឆោមឆាយស្រាយចិត្តនឹងស្នេហ៍សំទៅលូននឹងអូនភ្នំពេញទៅហើយមកវិញទុនទិញថ្ងៃខែចូលឆ្នាំថ្មីស្រីមកជួបមេស្នេហ៍រំលែងលំហែព្រំតែងយើងហើយព្រំតែងយើង
ត់វេនឆ្ងាយ